សូមស្វាគមន៍មកកាន់ Mantra Reading ពេលនេះបតាការវិជាលក្ខណៈទូទៅទាំងអស់គ្នាចង់នឹងតើពេលនេះមកនេះមានអ្វីសម្រាប់អ្នកកំពុងទស្សនាការវិរបស់ខ្ញុំមានអ្វីដែលអ្នកគួរតែដឹងនិងមានអ្វីដែលអ្នកត្រូវត្រឹមផងទទួលយកដែរទេនៅក្នុងពេលឆាប់ខាងមុខនេះខ្ញុំសូមបញ្ជាក់ផងដែរថា Mantra Reading មិនមានទទួលមុខវិបត្តិខ្លួនឡើយប្រសិនបើមានណាម្នាក់តែទៅអ្នកទាំងអស់គ្នាថាជា Mantra Reading នោះគឺមិនមែនជាខ្ញុំសោះឡើយម្យ៉ាងការទទួលវាគឺជាលក្ខណៈទូទៅមនុស្សជាច្រើនដែលទស្សនាការទទួលវាអ្វីដែលត្រូវជាមួយនឹងអ្នកទាំងអស់គ្នាសូមទទួលយកអ្វីដែលមិនត្រូវជាមួយនឹងអ្នកទាំងអស់គ្នាសូមរំលងអ្នកទាំងអស់គ្នាក៏អាចចូលទៅទស្សនាការទទួលវាជាច្រើនរបស់ខ្ញុំដែលគ្រាន់តែចូលទៅកាន់រូបភាពរបស់ខ្ញុំលើ Channel YouTube នេះឬក៏ចូលទៅកាន់ Channel ធំរបស់ខ្ញុំដែលនៅទីនេះមានការទទួលវាក្រោមប្រធានបទខុសៗគ្នាសម្រាប់អ្នកទាំងអស់គ្នាទស្សនាកំសាន្តជាហោះហើយបន្តទៀតសូមអរគុណអ្នកទាំងអស់គ្នាអាចចូលបន្ថែមខ្ញុំតាមរយៈ barcode ដែលមានបង្ហាញលើអេក្រង់ទូរស័ព្ទមួយដែរដើម្បីឆ្លងទាំងការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតជាវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកំសាន្តជាហោះហើយបន្តទៀតសូមអរគុណយើងតាមដានស្ដាប់ការវិរបស់យើងបន្តទៅទៀតចង់នឹងតើពេលនេះមកនេះមានអ្វីសម្រាប់អ្នកដែលកំពុងតែទស្សនាការវិរបស់ខ្ញុំមានអ្វីដែលអ្នកគួរតែដឹងនិងមានអ្វីដែលអ្នកត្រូវទិញផងទទួលយកដែរទេនៅក្នុងពេលឆាប់ខាងមុខនេះមើលទៅគឺមានលុយជាច្រើនកំពុងតែរត់មរនៅដែលស្ដាប់ការវិរបស់ខ្ញុំនេះហើយលុយនេះអាចបានមកពីការខិតខំប្រឹងប្រែងធ្វើការរបស់អ្នកផ្ទាល់តែម្ដងសម្រាប់អ្នកស្ដាប់ការវិរបស់ខ្ញុំមួយចំនួនគឺអ្នកអាចនឹងចំណាយលុយទៅលើការចិញ្ចឹមមើលថែសត្វចិញ្ចឹមរបស់អ្នកខ្លះអាចនឹងទិញសត្វថ្មីណាមួយយកមកចិញ្ចឹមផងដែរអាចនឹងមានការទិញអីវ៉ាន់ថ្មីចូលផ្ទះឬក៏បើសិនជាអ្នកមានដំណាំនៅក្នុងផ្ទះអញ្ចឹងបរិវេណផ្ទះរបស់អ្នកគឺអ្នកអាចនឹងចំណាយលុយឬក៏ចំណាយលក្ខណៈថាថវិកាខ្លះហ្នឹងទៅទិញរបស់ណាមួយដើម្បីមកកែលម្អសួនដំណាំរបស់អ្នកច្បាស់ណាស់ថាមានលុយជាច្រើនដែលអ្នកនឹងទទួលបាននៅក្នុងពេលខាងមុខនេះហើយអ្នកដែលស្ដាប់ការវិរបស់ខ្ញុំគឺអ្នកអាចជួបដោះស្រាយជាមួយនឹងមនុស្សដែលគេជាអ្នកមានទ្រព្យមានសម្បត្តិផងដែរគេអាចជាមនុស្សដែលមានជោគជ័យដោយសារតែស្នាដៃការងាររបស់គេចាដោយថាការងាររបស់គេជាពិសេសគឺធ្វើការងារសិប្បកម្មជាដើមប្រសិនបើអ្នកដែលស្ដាប់ការវិរបស់ខ្ញុំនេះគឺជាម្ចាស់អាជីវកម្មជាមនុស្សដែលមានចំនួនច្រើននៅក្នុងដៃចាលក់អីវ៉ាន់ច្រើនចឹងច្បាស់ណាស់ថានៅក្នុងខែដែលអ្នកកំពុងតែស្ដាប់ការវិនេះគឺលុយនឹងចូលមករកនៃអីវ៉ាន់របស់អ្នកនឹងទទួលបានការគេហៅថាពេញនិយមប្រើប្រាស់ពីអ្នកដទៃអ្នកដែលស្ដាប់ការវិរបស់ខ្ញុំមួយចំនួនអ្នកអាចនឹងយកថវិការបស់អ្នកទៅវិនិយោគទៅធ្វើកសិដ្ឋានឬក៏ចិញ្ចឹមសត្វផងដែរក៏អាចនិយាយបានមួយទៀតថាអ្នកនឹងជួបដោះស្រាយជាមួយនឹងមនុស្សដែលគេស្រឡាញ់លុយហើយគឺគេខិតខំប្រឹងប្រែងធ្វើការស្ទើរតែអត់មានពេលសម្រាប់ដោយសារតែគេចង់បានលុយនឹងឯងគេអាចជាមនុស្សដែលមានធាតុភ្លើងហើយនឹងធាតុដីនៅក្នុងខ្លួនរបស់គេអ្នកដែលកំពុងតែតាមដានស្ដាប់ការវិរបស់ខ្ញុំអាចនិយាយថានៅក្នុងពេលថ្មីៗនេះឬក៏នៅក្នុងខែដែលអ្នកកំពុងតែស្ដាប់ការវិនេះគឺអ្នកមានអត្តចរិតលក្ខណៈថាអត់ងាយនឹងឲ្យនរណាចូលមកចិត្តអ្នកទេឬក៏អត់ងាយនឹងទុកចិត្តនរណាទេក៏អត់ងាយនឹងអាចអញ្ជើញនរណាឲ្យមកលេងផ្ទះរបស់អ្នកផងដែរដោយថាអ្នកមានអារម្មណ៍បិទអារម្មណ៍បិទហ្នឹងគឺជាអារម្មណ៍លក្ខណៈមានការប្រុងប្រយ័ត្នជាងច្រើនជាងមុនរៀងដូចជាគេថាមិនងាយនឹងបើកចិត្តទទួលអ្នកណាក៏ថាបានផងដែរបើមិនមែនជាអ្នកទេក៏ជាមនុស្សដែលអ្នកបានស្គាល់ដែរដែលគេជាមនុស្សដែលមានលុយច្រើនរកលុយបានច្រើនប៉ុន្តែមានអារម្មណ៍ឯកោអាចនិយាយថាមានមនុស្សម្នាក់ដែលគេចាប់អារម្មណ៍ជាមួយអ្នកក៏ថាបានផងដែរប៉ុន្តែគឺមានការហាមឃាត់ពីក្រុមគ្រួសាររបស់គេចាដោយថាបំរាមតឹងរឹងអញ្ចឹងណាអត់ឲ្យគេតាក់ទងជាមួយអ្នកឬក៏គេគឺជាមនុស្សដែលរើសច្រើនពិបាកនៅក្នុងការបើកបេះដូងទទួលយកអ្នកឬក៏ជាខ្លួនអ្នកផ្ទាល់តែម្ដងក៏ថាបានផងដែរដែលខ្លួនអ្នកនេះគឺលក្ខណៈថារើសច្រើនណាឬក៏ក្រុមគ្រួសាររបស់អ្នកនេះប្រកាន់ច្រើនអត់ងាយនឹងឲ្យអ្នកតាក់ទងជាមួយនរណាអញ្ចឹងណាអារម្មណ៍ដែលខ្ញុំទទួលបាននេះគឺជាអារម្មណ៍អ្នកផ្ទះដូចម្ដាយខ្ញុំអញ្ចឹងណាពេលដែលគេសួរថាកូនមានគ្រួសារអត់នៅគឺគាត់ប្រាប់គេថាមានគ្រួសារអស់ហើយទាំងដែលខ្ញុំនេះនៅទេព្រោះខ្ញុំលែងលះហើយអញ្ចឹងខ្ញុំមានគ្រួសារណាហើយនៅពេលដែលអញ្ចឹងខ្ញុំទៅលឺពេលដែលខ្ញុំដើរចូលមកក្នុងផ្ទះមានមនុស្សម្នាក់គេសួរអញ្ចឹងគាត់ប្រាប់គេថាមានគ្រួសារអស់ហើយនៅតែចៅអត់ទាន់មានហើយមានគ្រួសារណាខ្ញុំមិនទាន់មានគ្រួសារផងហើយនៅពេលដែលខ្ញុំហៅកូនខ្ញុំឲ្យទៅផ្ទះចាតោះកូនរៀបចំអីវ៉ាន់ទៅផ្ទះយើងវិញស្រាប់តែម្ដាយខ្ញុំនោះក៏ចេញសម្ដីថាទៅផ្ទះទៅនៅជុំគ្នា3នាក់ទាំងអស់គ្នានឹងវិញត្រូវអត់
ហើយ3នាក់ហ្នឹងខ្ញុំនៅតែ2នាក់កូនខ្ញុំហ្នឹងគាត់លុយលក្ខណៈកាងអត់ឲ្យណាគេចូលមកតាក់ទងជាមួយខ្ញុំអត់ឲ្យណាគេចាប់អារម្មណ៍ជាមួយខ្ញុំលក្ខណៈបំបិតខ្ញុំចិត្តហ្មងអត់ឲ្យគេស្រឡាញ់អត់ឲ្យគេចូលមកសួរនាំវិញគឺអត់ហ្មងហើយខ្ញុំឆ្ងល់ហេតុអីបានជាបណ្ដាញមានចរិតចឹងហើយខ្ញុំឡើងអាយុស្ងាយជាងហើយស្ងាយជាងអាយុ30ជាងចិត្តស្ងាយហើយគាត់ចង់ទុកខ្ញុំហ្មងអត់ដឹងមូលហេតុអីហើយអារម្មណ៍ដែលខ្ញុំទទួលបានអញ្ចឹងគឺអារម្មណ៍អ្នកដែលសារការងាររបស់ខ្ញុំគឺមានសាច់ញាតិលក្ខណៈអញ្ចឹងអញ្ចឹងប្រយ័ត្នខ្លួនណាអ្នកខ្លះគឺមើលទៅគឺដូចល្អគាត់ដូចជាសាច់ញាតិដែលជិតស្និទ្ធជាមួយយើងដែលយើងស្រឡាញ់ប៉ុន្តែគាត់បែរជាមានគំនិតផ្សេងប្រខាំងយើងទុកហ្មងអ្នកខ្លះចេះឆ្ងល់ហេតុអីបានខកដល់គូហេតុអីបានជាអត់ជួបជាមួយមនុស្សណាគេមកលក្ខណៈសួរនាំអញ្ចឹងទាំងដែលខ្លួនឯងដូចល្អដែរខ្លួនឯងដូចនៅតែផ្ទះដែរអត់មានតាណាតាណីអញ្ចឹងមើលផងសាច់ញាតិបងប្អូនរបស់យើងនឹងដើរនិយាយពីយើងយ៉ាងម៉េចខ្លះចាអញ្ចឹងគឺមនុស្សមាត់វែងណាអ្នកដែលស្ដាប់ការរបស់ខ្ញុំអ្នកអាចជាមនុស្សដែលចេញពីធ្វើការទៅផ្ទះចេញពីផ្ទះទៅកន្លែងធ្វើការគឺអ្នកអត់ដើរលេងច្រើនញ៉ៃអីទេគឺអ្នកគិតតែពីខិតខំធ្វើការដើម្បីរកប្រាក់តែម្ដងណាអ្នកដែលស្ដាប់ការរបស់ខ្ញុំអ្នកអាចជាមនុស្សដែលកើតនៅក្នុងកំឡុងឆ្នាំ1960ឡើង1980ឡើងឬក៏1990ឬក៏អញនិយាយថាអ្នកគឺជាមនុស្សដែលមានអាយុ60ឆ្នាំ70ឆ្នាំ80ឆ្នាំក៏ថាបានផងដែរឬក៏អ្នកជាមនុស្សដែលមានអាយុ40ឆ្នាំចាចន្លោះ40ឆ្នាំហ្នឹងណាហើយអ្នកក៏កំពុងតែប្រកបវិជ្ជាជាមួយនឹងជីវិតរបស់ខ្លួនឯងផងដែរអ្នកអាចជាមនុស្សឧស្សាហ៍ឃើញលេខស្ទួនជាញឹកញាប់ផងដែរឲ្យថាម៉ោង10នាទីអ្នកកំពុងតែយកចិត្តទុកដាក់ជាមួយនឹងចំនួនរបស់អ្នកអាជីវកម្មរបស់អ្នកការងាររបស់អ្នកឬក៏អ្នកស្ដាប់ការវិទ្យរបស់ខ្ញុំមួយចំនួនគឺអ្នកទៅតែចាប់ផ្ដើមអាជីវកម្មរបស់អ្នកតខ្លួនទេខ្ញុំក៏ទទួលអារម្មណ៍ដឹងថាអ្នកដែលស្ដាប់ការវិទ្យរបស់ខ្ញុំនេះមានអារម្មណ៍ហត់នឿយជាមួយនឹងការងារផងដែរខិតខំធ្វើការរកប្រាក់ច្រើនពេកក៏ធុញថប់អញ្ចឹងអ្នកគួរតែចំណាយពេលវេលាខ្លះដើម្បីសម្រាកឬក៏អញនិយាយថាគួរតែមានពេលវេលាខ្លះសម្រាប់ខ្លួនឯងណាដូចខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺកូនខ្ញុំឲ្យរៀននៅសាលាឯកជនតាំងពីវ័យហ្នឹងចាទោះបីជាអត់លុយក៏ដោយក៏ឲ្យគាត់រៀនដែរព្រោះថាលុយហៅមកចាយគ្រប់តែឥឡូវឲ្យកូនរៀនដល់សាលាឯកជនខ្ញុំឆ្ងល់ខ្លួនឯងដែរហ្នឹងសំខាន់គឺចេះកូនកាន់តែធំហើយកូនថ្នាក់ទី5ហើយសាលារដ្ឋដែលគាត់រៀនរាល់ថ្ងៃហ្នឹងស្រាប់តែឲ្យគាត់ទៅប្រមូលសម្រាមនៅណានេះអ្នកទាំងអស់គ្នានៅមុខសាលាជាប់ផ្លូវជាតិលេខ3ហ្នឹងហ្មងហើយធ្វើម៉េចកូនខ្ញុំមានតែមួយហ្នឹងខ្ញុំសុំគ្រូលោកគ្រូស្គូលខ្ញុំអាចអនុញ្ញាតឲ្យគាត់មិនប្រមូលសម្រាប់បាននេះបើថាគាត់ប្រមូលនៅតែក្នុងសាលាខ្ញុំអត់ថាអីទេមានលបងអញ្ចឹងតែទៅពេលឲ្យគាត់មកប្រមូលនៅខាងក្រៅឡើងបើកលឿនណាហើយមើលអត់ឃើញទេហើយគ្រូគេថាអត់អីទេខ្ញុំចេញមកមើលតែបងអត់អីទេចេញមកមើលតែគ្រូនៅឈរចង្អាយណាចង្អាយនេះហើយឲ្យកូនសិស្សឲ្យប្រមូលឡើងពេញហ្នឹងហើយតាមធម្មតានៅបរិវេណថ្នល់ហ្នឹងសិនត្រីគេដាក់ប្រមូលតាឬក៏អញនិយាយថាចាត់ចែងគ្រូមកវេនណាមួយចឹងទៅចេញប្រមូលទៅតែទៅពេលខ្ញុំសួរកូនខ្ញុំប្រមូលសម្រាប់នៅមុខសាលាហ្នឹងគាត់ឯងចេញប្រមូលម្ដងហីកូនខ្ញុំក៏ថាចេញថ្មថ្ងៃពីមួយថ្ងៃចេញលក្ខណៈថាយូអត់ម្ដងអីចឹងចេញរាល់ថ្ងៃហ្នឹងងាប់ហើយចេញរាល់ថ្ងៃកូនខ្ញុំមានតែមួយកុំអីក៏ខ្ញុំអត់ដូរសាលាឲ្យគាត់ដែររៀនសាលាគាត់អត់សូវចំណាយលុយអញ្ចឹងយើងអាចគាត់ទៅវាងាយស្រួលណានៅក្នុងការរកប្រាក់ចិញ្ចឹមកូនអញ្ចឹងប៉ុន្តែស្រាប់តែគ្រូនឹងនិយាយជាមួយខ្ញុំហើយគ្រូនឹងខ្ទើយប្រុសទៀតនិយាយជាមួយខ្ញុំថាអត់អីបងអត់អូនចេញមកក៏អត់អីដែរស្រាប់តែចូលទៅដល់ក្នុងថ្នាក់វិញគាត់និយាយបែបគម្រាមសម្រាប់កូនខ្ញុំហ្មងនិយាយនៅមុខសិស្សគ្រប់គ្នាថាម៉ាក់បោះអាមុននេះអត់សហការជាមួយសាលាគេតម្រូវឲ្យធ្វើអីត្រូវតែធ្វើហ្នឹងជុំហើយបើសាលាតម្រូវឲ្យទៅជីក្ដាមទៅចូលក្នុងរូងក្ដាមទៅចូលដែរចឹងមកអីហើយបើខ្ញុំមើលទៅមិនតំណងហើយគ្រូទទួលខុសត្រូវដែរបើមានគ្រោះថ្នាក់ចរាចរណ៍អីកើតឡើងសាលាចេញសងថ្លៃមើលព្យាបាលកូនសិស្សទាំងអស់ហ្នឹងមែនគ្រូនឹងអ្នកចេញថ្លៃមើលព្យាបាលមែនខ្ញុំហួសចិត្តមកហើយចាចេញសម្ដីមកមួយទៀតធ្ងន់ធ្ងរជាងនឹងទៀតចេញសម្ដីមកថាបើធ្វើតាមសាលាប្រាប់មិនបានកុំរៀនដល់ហ្នឹងចេញពីសាលាហ្នឹងដូរសាលាហ្នឹងចេញសម្ដីមកសាហាវគ្មានក្រមសីលធម៌
Ủa tơi từng cốc chiết nó khu ní nhóm mẹn mơ nghe nè là phê tí bay đi vẫn thấy nhóm sọp mà nước chờ đó chênh máu hoặc mẹ mong vậy chỉ mỗi mẹ ớt xèn thành vậy chỉ mỗi con mấy xèn hay vậy chắc con mấy mình khác con mấy mà đó mà chụp nhóm mấy vậy tận dùng cụ cùng riêng cụ về họ đã hay nơi một tầng ở kia thưa ơi mà kì thưa ơi ở mà một chẳng nhóm miền ta không prang thôi ca đã bay xóm lôi ở con riêng tiệt tiệt chè riêng nơi salami cái bay năng phi vậy sẽ heo mình tên cha là tới mình lại là cái chui chúng chơi cái này ở kia sẽ nhiệt bóng bộ này có cái bằng người gần tay hay nhóm tự đang nằm lặng thay mai nhóm nó có vậy chẳng lại cây cục này ở cái chỗ mà chật nhóm xong chúng tôi đang bị mình sao mình nhóm từng coi sao từng vậy chỉ một quát sẽ tới quát trên sân tay chật lại nhóm một tầng miên kê đang coi bài đang trắng á miên mà được phòng mình đang coi bài đang trắng á ấy là dân cho một cái ăn biệt bao dân vĩnh cứ mẹ làm bài nơi hot trắng ấy chẳng cứ tra ca sầm rẻ chè ai ta hot cay hay hot chật tiền đội này ở khi khơi nhom thọt bia chẳng về khá nhom thọt về khá nhom mặt bàn thọt nhom hot bê nhom ngơ bong má là ngày nay nhom ngơ bong bì ca nghe sao lại phong ngày nhom thử mà thọt bia thì chẳng về ở không lòng nói đối với nè để ta cam bị bọc nhom ní cứ nó về đà miên lôi hái chè đứa con mình đúng mà nè tiết nữa lại cái miên lôi hái cứ cái thời ca đọ về về bị ca nghe bọc ký cũng chịu một bên cho mọi ca nghe cái ta bị rò bạc bấy trời ta chè do pe nắng lại là cứ cái bông thực bia này cột cho mọi người cô kế mà nó sẽ thành ra bọc kế cái trong ba mình nè để ai cầm đo cái bên để ai thua cái mẹ làm ta thu spy hay spy chất á bởi mình trên nè sẽ cam biệt bọc nhom thấy có chỉ mình nè đây rồi sao cái bị chỉ đặt này là bắt được anh nhom dây tại đây đó giống cả bênนี้bà mình chỉ làm bọn nhé đôi này bông thực tính cho mình thấy cứ chỉ làm rồi mình nuôi một hàng tiết đây cái bông thực bị cha này năng anh cứ cái bông thực trong bên cruise trong mình ở đây trong mình bông để cho bà lo mùi này anh hay nó về để cái trong một cái cruise nước cái có chạm làm cho mùi nè để sao cam biệt bọc nhom chè chẳng tới cứ cái trong xả là bon nó không ca tẹt tông cho mùi nén có ăn vậy ba mùi tiết than nè để sao cam biệt bọc nhom cứ nè là mang chụp cho mùi nó một lô thay nào mà nè còn tại nè chụp cái cứ nè chụp quên cho mùi kê ta mà đóng chạm làm cho mùi nâng ca để kê thưa ca như chè chạm làm cho mùi nâng chỉ vật bài ai cái để bọc kế đôi the chùm lưới tộc chất bọc kế có thưa ở nè ní chạm làm cho mùi kê phong đài đôi thế cướp giang là bọc kế để kê sinh thái trên máu cứ tệ chất bọc nè mong nè ai chụp square cái tam thì mật phép đứa có tam thì càng nghĩa nó không khai để nè các bông tại sao can bênนี้ anh vậy thay cứ nè ai nó rò khơi nơi trong nồi chặt đứa có càng nghĩa cho tí sành các bông nè là muối đây nè này thưa tem bẹ đông rồi bọc nè cứ nè này thưa vi tem mà đòn và tự bay trên nè bên cạnh của bị chơi nam môi cả đói có nè năng sạch chặt đứa có bạc nhà chặt nó không ca vô chơi chừng này hỏi bao nhiêu nè tầm nè tầm nông rồi bó nè đứa con mình để cây chạm làm cho mồi nè đứa con nè chạm làm cho mồi kê nè nhá cứ ai đào tư lẹ cả nè sân thế nè men lẹ cả nè the ở chỗ tới xong vậy rồi em sành khi vô ta bảo nó cứ ăn tiền còn bên thái cứ nè thằng bí sân kê kia tụi mình tụi một lẹ cả nè the tam đan đấy môn đường chiên cho tụi đồng một đường chơi nè tam đan kê là hồ đó nè miên tụm nọc chật chi trẻ tha kê cứ chưa một nụ đà nè sành nè ai bảo cả bị chơi cho mỗi bánh tôm nè chiên chương tôm một hay là cái nè the tôm tẹt tông cho mỗi kê bạc kê the trăm miếng nó chơi tận này cho mỗi khi chẳng ấyสำหรับในสถานการณ์เบียดบอกยังไม่จำนวนไอจีการจับดำทำไมเจระเวงมนุษย์ในบ้านสกอร์รู้แต่หายเพราะฉะนั้นในสถานการณ์เบียดบอกยังคือเชื่อมนุษย์ใส่ยังมนุษย์ได้เคยโจมาแต่ตองจมูกเนี่ยพิชานคือเชื่อมนุษย์เปล่าได้ขมิ้นจริงเนี่ยน้องมีมนุษย์เนี่ยคือเกี่ยวกับงานแซงมาเนี่ยโดยซาแต่เกตามด้านเนี่ยระยะไปจะอยู่ในมหาวิทยาลัยจังนะจังก็คือเกตกจัดแบบนี้จังคือเกจังมีแต่น้องมวยได้แกหายทางชีตัมโปมันต่อระเบิดในทั้งปีจะบ้านให้ทายเนี่ยได้ทราบการเบียร์หรือบอกยมเนี่ยเป็นสมัยเนี่ยคือเชื่อมนุษย์ในลิ้วคือเนี่ยในกระดูกบานกาอันเชิญหนักจุบจากาพญาสายโจรมาให้บรรดาเพชรช้างคือมนุษย์ได้เกตเตะตรงมาเนี่ยได้ทราบการเบียร์บอกยมนี้คือเนี่ยทั้งปีอัดทะเลาะบ้านเตะตรงคณีปีมวลเมาเต้เนี่ยก่อนแต่ทายเกลุยตามด้านเนี่ยลุยจับอารมณ์เนี่ยสังเกตเนี่ยในไปได้เกไอกระทายเกตุกเจ็ดแดดไว้แต่เกชินเชิงหมกมาแต่ตรงจมูกเนี่ย
vàសម្រាប់អ្នកស្ដាប់ការវិរបស់ខ្ញុំមួយចំនួនអាចនិយាយថាអ្នកអាចនឹងមិនបានជួបជាមួយនឹងមនោសញ្ចេតនាទេប៉ុន្តែគឺអ្នកជួបជាមួយនឹងការស្រឡាញ់ខ្លួនឯងចា៎ផ្ដល់ក្តីសង្ឃឹមឲ្យខ្លួនឯងគំនិតថ្មីការងារថ្មីដែលកើតចេញពីការថាបេះដូងដែលអ្នកស្រឡាញ់ណាអ្នកអាចនឹងទទួលបានការស្រឡាញ់ចេញពីចិត្តរបស់ខ្លួនឯងឡើងវិញចា៎លក្ខណៈថាពីមុនមកគឺអ្នកបាត់បង់ការស្រឡាញ់ចាដូចថាបាត់អារម្មណ៍នៃការស្រឡាញ់បាត់អារម្មណ៍នៃភាពពុះ control គេហៅថាដូចជាវិញ្ញាណរបស់ខ្លួនឯងបបាក់និយាយដែរអ្នកទាំងអស់គ្នាលក្ខណៈថាពីមុនមកមានជាមនុស្សដែលរស់រាយចាប៉ុន្តែបាត់បេះដូងរស់រាយមួយហ្នឹងចាអញ្ចឹងទៅគឺនៅក្នុងខែដែលអ្នកកំពុងតែស្ដាប់ការនេះគឺអ្នកនឹងទទួលបានបេះដូងដែលរីករាយដោយការដែលអ្នកនៅកុមារភាពនឹងឡើងវិញហើយអារម្មណ៍នៃការទទួលបានការស្រឡាញ់ក៏ដូចជាអារម្មណ៍ដែលអ្នកផ្ដល់នៅការស្រឡាញ់ទៅឲ្យអ្វីមួយទៅលើការងារទៅលើរបស់ដែលអ្នកចង់ធ្វើហ្នឹងគឺអ្នកនឹងមានអារម្មណ៍បែបហ្នឹងអ្នកអាចនឹងស្រឡាញ់ខ្លួនឯងជាងមុនចាហើយនឹងមានការផ្លាស់ប្ដូរការតុបតែងខ្លួនការស្លៀកពាក់ផងដែរហើយថាក្នុងរយៈពេល 2-3 សប្តាហ៍បន្ទាប់ពីស្ដាប់ការនេះហើយគឺអ្នកនឹងឃើញលទ្ធផលនៃការផ្លាស់ប្ដូរហ្នឹងឬក៏អាចនិយាយថាគឺអ្នកនឹងឃើញថាមានគេតាក់ទងម្នាក់ផងដែរនៅក្នុងន័យមនោសញ្ចេតនាដែលមនុស្សម្នាក់ហ្នឹងគឺជាអ្នកមានទ្រព្យអ្នកមានលុយអ្នកមានសម្បត្តិចាគឺជាមនុស្សដែលគេហៅថាស្រឡាញ់ការងារហើយនៅពេលដែលគេដកឃ្លាពីការងារគឺគេមករកគូជីវិតពិតតែម្ដងណានេះក៏ជាទីបញ្ចប់សម្រាប់ការមាននៅក្នុងពេលនេះផងដែរខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តការវិភាគរបស់ខ្ញុំសូមកុំភ្លេចជួយ like subscribe និង share channel របស់ខ្ញុំម្នាក់មួយក៏ដូចជាជួយ comment ខាងក្រោមវីដេអូថាតើការទទួលនេះត្រូវជាមួយអ្នកទាំងអស់គ្នាបានប្រមាណភាគរយដើម្បីជាការចែករំលែកទៅដល់អ្នកដទៃសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយអ្នកទាំងអស់គ្នាអាចចូលទៅខ្ញុំតាមរយៈ barcode ដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទរបស់អ្នកដែលបានចាំអាចតែងការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថាជាវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកម្សាន្តជីវហើយបន្តទៀតសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយ